ចាចំណែកកម្មករប្រមាណជា200នាក់នៅរោងចក្រ EZ បានបន្តធ្វើកោតកម្មរយៈពេល2ថ្ងៃជាប់គ្នាចាដើម្បីទាមទារកែប្រែលក្ខខណ្ឌការងារនិងទាមទារប្រាក់ឧបត្ថម្ភផ្សេងតំណាងកម្មករបានអះអាងថាក្រុមកម្មករទាំងអស់នឹងបន្តធ្វើបាតកម្មលុះត្រាតែមានដំណោះស្រាយជូនពួកគាត់លោកអានធីថាវរាយការណ៍ការធ្វើកោតកម្មទាមទារដំឡើងប្រាក់ឈ្នួលនិងលក្ខខណ្ឌការងារបានកើនឡើងជាបន្តបន្ទាប់នៅបណ្ដារោងចក្រកាត់ដេរនៅរាជធានីភ្នំពេញនិងបណ្ដាខេត្តនានាជាស្ដែងកម្មករធ្វើការនៅរោងចក្រ EZ ស្ថិតនៅសង្កាត់ចោមចៅបានប្រមូលផ្ដុំគ្នាធ្វើកោតកម្មដើម្បីទាមទារអត្ថប្រយោជន៍នានាពីសំណាក់ថៅកែរោងចក្រកម្មករម្នាក់លោកធៀងផាតបានដឹងថាការធ្វើកោតកម្មនេះគឺចង់ឲ្យក្រុមហ៊ុនផ្ដល់អ្វីដែលគាត់បានធ្វើនិងមិនត្រូវកាត់បន្ថយប្រាក់ធ្វើការបន្ថែមម៉ោងរបស់ពួកគេឡើយលោកបញ្ជាក់ថាបញ្ហានេះបានកើតឡើងរយៈពេល3ឆ្នាំមកហើយដែលសហជីពតំណាងឲ្យរោងចក្រកាត់ដេរបានព្យាយាមរារាំងពួកគេមិនឲ្យធ្វើកោតកម្មពេលខ្លះសហជីពនោះបានព្រមាននឹងបញ្ឈប់កម្មករណាដែលហ៊ានចេញមុខតវ៉ាជាដើមកម្មករម្នាក់ទៀតលោកប៊ុនបេនីបានដឹងបន្ថែមថាលោកចង់ឲ្យក្រុមហ៊ុនដែលគ្រប់គ្រងដោយជនជាតិចិននិងសហជីពរបស់រោងចក្រចរចាគ្នាដើម្បីផ្ដល់តម្លៃធ្វើដំណើរការឧបត្ថម្ភប្រាក់ស្បៀងអាហារប្រចាំថ្ងៃនិងប្រាក់លើកទឹកចិត្តផ្សេងទៀតដល់កម្មករបញ្ហារឿងប្រកុំកឡើងរួយបាយថ្ងៃត្រង់មួយថ្ងៃសុំ 4000 រៀលដល់ពេលតែជាខាងក្រុងគេតវ៉ាទៅគេនិយាយថាឲ្យតែមួយខែ$5បងបាទហើយឥឡូវគេពងនេះគេដោះស្រាយគេវិញដោះស្រាយបានទេគេឲ្យតែ$3មួយខែជាងមួយថ្ងៃទោះជាយ៉ាងណាក៏ដោយជំនួសតវ៉ាទាមទារលក្ខខណ្ឌការងាររវាងសហជីពរោងចក្រនិងសហជីពខាងកម្មករអាចនឹងឈានដល់អំពើហិង្សាណាមួយកើតឡើងមន្ត្រីកម្មវិធីសិទ្ធិទទួលបានយុត្តិធម៌នៃមជ្ឈមណ្ឌលអប់រំច្បាប់សម្រាប់សហគមន៍លោកសាលខាន់ដែលបានចុះស៊ើបអង្កេតការធ្វើកោតកម្មនៅមុខរោងចក្រ EZ បានដឹងថាកម្មករតវ៉ានៅខាងក្រៅរោងចក្របានទទូចឲ្យអ្នកដែលនៅក្នុងរោងចក្រចេញមុខដើម្បីដោះស្រាយបញ្ហារបស់ពួកគេប៉ុន្តែកម្មករដែលនៅខាងក្នុងមិនឆ្លើយតបឡើយយ៉ាងណាក៏ដោយអ្នកដឹកនាំការធ្វើបាតកម្មនៅខាងក្រៅរោងចក្របានអះអាងថាការតវ៉ានេះគឺមិនប្រើអំពើហិង្សាឡើយប្រធានសហព័ន្ធសហជីពយុវជនឯករាជ្យលោកលាវថារិនដែលដឹកនាំការតវ៉ានោះបានដឹងថាអ្នកដែលនៅក្នុងរោងចក្រគឺមានចំនួនតិចភាគច្រើនជាអ្នកគ្រប់គ្រងចំណែកឯអ្នកដែលនៅខាងក្រៅមានចំនួនច្រើនជាកម្មករដែលកត្តានេះមិនអាចមានកម្លាំងប៉ះទង្គិចគ្នារវាងអ្នកគ្រប់គ្រងនិងកម្មករទេមិនអាចប៉ះទេដោយសារបងប្អូនកម្មករភាគច្រើនដែលមកចូលរួមខាងខ្ញុំហើយខាងសហជីពទេនោះមានតែតំណាងតែដូចជា supervisor ភាគក្រុមហើយតែគ្នាគេ14 10នាក់មិនប៉ះពាល់ដល់ខាងបងប្អូនកម្មករខ្ញុំរាប់ពាន់នេះទេលោកលាវថារៀនបានបញ្ជាក់ទៀតថាការទាមទារសំខាន់ទាំងនោះរួមមានថវិកាឧបត្ថម្ភម្ហូបអាហារប្រចាំថ្ងៃហាមបញ្ឈប់បុគ្គលិកដោយគ្មានហេតុផលជាពិសេសកម្មករដែលមិនមែនជាសមាជិករបស់សហជីពរោងចក្រនិងការផ្ដល់ប្រាក់ឧបត្ថម្ភលើថ្លៃធ្វើដំណើរប្រចាំខែវិទ្យុអាស៊ីសេរីមិនអាចទាក់ទងតំណាងខាងរោងចក្រ EZ ដើម្បីឆ្លើយតបនឹងការទាមទារនេះបានឡើយនៅថ្ងៃទី13មិនិនាប៉ុន្តែមន្ត្រីជាន់ខ្ពស់ខាងសមាគមរោងចក្រកាត់ដេរកម្ពុជាលោកជាតិខាមរាបានអះអាងថាការធ្វើបាតកម្មកន្លងមកដោយសារតែការលាបពណ៌ឲ្យគ្នាទៅវិញទៅមកឬមានការញុះញង់ឲ្យធ្វើបាតកម្មដោយមិនស្របទៅតាមច្បាប់អ្នកទទួលខុសត្រូវមិនមានតំណងជានយោបាយមួយទៀតពីកម្មករទាំងពីរនេះsẽឈ្មោះតកែទាំងអស់គ្នានឹងតែមានការទទួលខុសត្រូវក្នុងការអនុវត្តធ្វើឲ្យរោងចក្រដំណើរការទាំងការគ្រប់គ្រងទាំងការអនុវត្តទាំងការផ្ដល់អ្វីៗព្រោះតាមគោលនយោបាយធ្វើការជានយោបាយឲ្យអស់ពីសមត្ថភាពរបស់ខ្លួនខំរៀនចំណេះដឹងជំនាញជាជាសិទ្ធិរបស់ដើម្បីការធ្វើការងាររបស់រោងចក្រនេះឲ្យមានផលិតភាពដើម្បីសម្បើការទទួលបានអត្ថប្រយោជន៍ទាំងសងខាងសមាគមរោងចក្រកាត់ដេរកម្ពុជាបានបង្ហាញថាឧស្សាហកម្មកាត់ដេរត្រូវបានបំផ្លាញដោយសហជីពដែលមិនមានក្រមសីលធម៌និងចំនួនសហជីពនៅតាមបណ្ដារោងចក្រមានចំនួនច្រើនពេកដែលម្ចាស់រោងចក្រពិបាកនឹងផ្គប់ចិត្តសហជីពឲ្យបានគ្រប់គ្នារបាយការណ៍របស់ក្រសួងការងារបានបង្ហាញថាបច្ចុប្បន្នសហជីពមានចំនួនជិត 3000 នៅក្នុងចំណោមរោងចក្រចំនួន 600 ដែលសមមាត្រនឹងសហគ្រាសកាត់ដេរមួយមានសហជីពចំនួន 5 ខ្ញុំអានស៊ីថាវិទ្យុអាស៊ីសេរីភ្នំពេញ